បាទតែមកសួរពុកម៉ែបងប្អូនអរខេនេះមកថតនេះស្ពេនរបស់យើងនេះហើយខ្ញុំថតពីលើអាកាសហើយបងប្អូនចង់មើលធ្នឹមលើស្ពាននេះក៏ប្រកាន់ដៃធ្វើដល់ដំណាហើយលូស្ពានហើយនឹងថ្មជើងលើស្ពានហ្នឹងដល់ណាយើងទៅមើលវីដេអូតោះគ្នាតោះ Let's go បាទនេះគឺជាស្ពានឆ្លងទន្លេខេត្តកញ្ចេះរបស់យើងបងប្អូនបាទគឺមើលប៉ុណ្ណេះកញ្ចេះរៀងសង្ហាដែរបងប្អូនបាទគឺថាកោះច្រែងក៏ចេញរូបរាងដែរបាទទឹកឡើងមកគឺថាស្អាតមែនតើក៏ច្រែងបាទអញ្ចឹងថ្ងៃនេះថតគឺមេឃសតុំឯងបងប្អូនអត់មានបាច់ថ្ងៃបាទអញ្ចឹងមេឃនៅខាងនេះសតុំរត់ភ្លៀងឯខាងខេត្តកញ្ចេះរបស់យើងបងប្អូនបាទអញ្ចឹងបើថាជាមេឃភ្លៀងឯការធ្វើការងារនេះគឺថាយឺតយ៉ាវហើយបាទអញ្ចឹងគឺมันអាចធ្វើលឿនកើតទេបាទព្រោះឯមេឃភ្លៀងអីអញ្ចឹងគេខ្លាចមានគ្រោះថ្នាក់អីអញ្ចឹងបងប្អូនបាទអញ្ចឹងស្ពានរបស់យើងគឺថាមើលពីចម្ងាយគឺថាចេះរៀងសង្ហាអត់បងប្អូនបាទចូលរួមខមមិនវីដេអូម្នាក់មួយផងបាទស្ពានរបស់យើងគឺ support នៅខែ9ឆ្លងមកដល់សន្នបាទអញ្ចឹងយើងនឹងបានឆ្លងមុនប្រជុំនឹងឯងបងប្អូនបាទអញ្ចឹងខេត្តរបស់យើងគឺថាឡាយប្រផាកអីហើយមានស្ពានមួយនេះហើយគឺថាធ្វើដំណើរទៅវិញទៅមកគឺថាស្រួលអីមែនតើត្មងឯងបងប្អូនហើយបញ្ជាក់ស្ពាននេះគឺមានប្រវែង1761ម៉ែត្រហើយតែឆ្លងកាត់ពីខាងស្រុកប្រៃប្រសពបាទឆ្លងទៅស្រុកប្រៃប្រសពចេញពីខាងស្រុកចិត្តបុរីទៅស្រុកប្រៃប្រសពបាទហើយចាក់ពីប្រៃប្រសពទៅខាងកំពង់ធំបាទតាមកំពង់ថ្មខ្ញុំតន់ដឹងព័ត៌មានច្បាស់ហើយនេះគឺជាទស្សនវិជ្ជាលើស្ពានរបស់យើងគឺថាមានការកាយប្រព័ន្ធថ្មើរជើងលូដើរហាត់ប្រាណបាទហើយអត់តន់ស្អាតបាទទេបាទហើយនឹងមានចន្លោះប្រកាន់ដៃគឺថានៅចន្លោះបាទហើយប្រកាន់ដៃរបស់យើងគឺថាចាក់រៀងលឿនដែរបងប្អូនបាទអញ្ចឹងលើស្ពានរបស់យើងគឺថាធ្វើលក្ខណៈយើងមើលទៅវាបាន90% នៅ10% បងប្អូននៅតែអំពូលភ្លើងនៅតែអត់កស៊ូអត់អីទេបាទអញ្ចឹងនេះកន្លែងនេះគឺគេរៀបចំចាក់ប្រកាន់ដៃបន្ថែមទៀតបងប្អូននេះបាទគឺថាចិត្តហើយបាទអញ្ចឹងគេដល់អាឡាកន្លែងធ្នឹមគេលើកដាក់តទឹមគ្នាធ្នឹមចុងក្រោយបាទអញ្ចឹងម៉ូតូអីក៏ជីដល់ដំណឹងអស់ហើយបងប្អូនបាទអញ្ចឹងម៉ូតូខាងគេធ្វើការគេជិះឡើងបានយើងអត់ធ្វើការជិះឡើងកើតទេបាទគេស្ដីឲ្យអញ្ចឹងមានថតពីលើអាកាសបងប្អូនមើលបាននេះគឺជាត្រើយខាងលិចបងប្អូនបាទអញ្ចឹងត្រើយខាងលិចរបស់យើងគឺថានៅទាំងអស់បងហ្មងបងប្អូនបាទគឺខៀវនេះគេមិនតន់នេះទេគេរៀបចំផ្សារដែករៀបចំអីចងដៃចងអីបងប្អូនអញ្ចឹងគេអត់តន់ចាក់ហើយទេគេមិនតន់ធ្វើហើយទេបាទមិនតន់ធ្វើពុំធ្វើអីទេអញ្ចឹងគេកំពុងតែរៀបចំឲ្យលឿនបំផុតក្នុងការធ្វើស្ពេនមួយហ្នឹងបងប្អូនបាទអញ្ចឹងឥឡូវនេះខ្ញុំហោបដល់ត្រើយខាងលិចបាទគឺថាហោះយ៉ាងឆ្ងាយដែរបងប្អូនបាទខ្យល់តែអីទេមិនជាឧបសគ្គខ្យល់តិចបាទអញ្ចឹងនៅខាងត្រើយខាងលិចគឺថាអត់មានអាប់ដេតទេនៅតែប៉ុណ្្នឹងបាទអញ្ចឹងគេត្រូវសមុខធ្វើត្រើយខាងកើតឡើងទៅខាងលិចមុនព្រោះត្រើយខាងកើតហ្នឹងគេធ្វើចិត្តហើយបាទអញ្ចឹងគេនៅតែចាក់កស៊ូទេអត់កស៊ូអត់អីទេបងប្អូនបាទអញ្ចឹងខាងកើតគឺលឿនដែរអញ្ចឹងនៅត្រើយខាងលិចទេបាទអញ្ចឹងត្រើយខាងលិចគេទៅរៀបចំដែកប្រកាន់ដៃប្រកាន់អីមិនតាន់ហើយទេបាទនេះវីដេអូដែលខ្ញុំថតឲ្យបងប្អូនមើលអញ្ចឹងណាបាទអញ្ចឹងពុកម៉ែបងប្អូនកុំភ្លេច like វីដេអូខ្ញុំមួយផងបាទបើថាបាន like បាន share ក៏បានដែរបាទដើម្បីជាទឹកចិត្តដើម្បីឲ្យ admin បានធ្វើវីដេអូផងហើយដើម្បីមានការ update ស្ពេនជូនរាល់ថ្ងៃរាល់ពេលរាល់ម៉ោងបងប្អូនទាំងវីដេអូវែងទាំងវីដេអូខ្លីដើម្បីឲ្យបងប្អូនបានមើលបាទហើយនេះគេរៀបចំក្រាលចាក់បេតុងក៏ហើយដែរឥឡូវដូចជាធ្នឹមគឺថាប្រកាន់ដៃគឺថាចាក់ហើយអស់ហើយបងប្អូនបាទនេះដូចជារូបភាពចាក់ស្ដែងខ្ញុំហោះមកវិញនេះបាទគឺនៅតែប្រព័ន្ធថ្មើរជើងលូគេមិនតន់រៀបចំហើយបាទនេះគេកំពុងតែរៀបចំនេះគម្របលូរៀបដល់តាមនេះបងប្អូនបាទបានមួយកណាត់ហើយបាទអញ្ចឹងគេនៅសម្អាតគេនៅកាយសម្អាតកាយអីតិចតិចយកចាក់ចោលល្អអញ្ចឹងដើម្បីសម្អាតនៅស្ពេនហ្នឹងបាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានច្រើនណាបងប្អូនមានតែប៉ុណ្្នឹងទេបាទអញ្ចឹងកុំភ្លេចជួបគ្នានៅវីដេអូក្រោយបាទដើម្បីដឹងពីព័ត៌មានបន្ថែមទៅលើស្ពានបាទសូមអរគុណសូមជម្រាបលាកុំភ្លេចចុចមេជើងមេដៃ